បើសិនជាអ្នកគ្នា playback នៅលើ timeline ទៅវាតាក់បន្ទាប់ពីអ្នកគ្នាធ្វើការ apply ជាមួយនឹង effect ឬក៏ plugin មួយចំនួននៅលើ edit page fusion ឬក៏ color page អញ្ចឹងមកមើលវីដេអូនេះជាមួយគ្នាខ្ញុំនឹងបង្ហាញអំពីដំណោះស្រាយពីរយ៉ាងដើម្បីជួយឲ្យការ playback នៅលើ timeline របស់អ្នកគ្នាវា smooth មកវិញអញ្ចឹងខ្ញុំឧទាហរណ៍នៅលើ clip មួយនេះបន្ទាប់ពីខ្ញុំបាន apply ជាមួយនឹង face selector នៅក្នុង fusion របស់យើងហើយយើងមកមើល before ហើយនេះគឺ after អញ្ចឹង expression នៃតួអង្គរបស់យើងគឺបានដូរហើយប៉ុន្តែតាក់ទងនឹងការ playback នៅលើ timeline គឺវាគាំងឆ្ងាញ់តែម្ដងនេះដោយសារនៅពេលអ្នកគ្នាធ្វើការ apply effect ឬក៏ plugin មួយចំនួន graphic card ហើយនិង CPU របស់យើងគឺវានឹងព្យាយាមធ្វើការ calculate effect ទាំងអស់ហ្នឹងដោយ frame by frame ជាមូលហេតុនៅពេលអ្នកគ្នា play ទៅគឺវាតាក់បែបហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺយើងមានជម្រើសពីរដើម្បីធ្វើឲ្យវីដេអូរបស់យើងវា playback មក smooth វិញជម្រើសទី1គឺតាក់ទងនឹងការ render cache អញ្ចឹង render cache នេះខ្ញុំគិតថាគ្នាភាគច្រើនគឺស្គាល់ហើយយើងចូលមក playback render cache ហើយយើងយក smart នេះអញ្ចឹងនៅពេលអ្នកគ្នាយកជាមួយនឹង smart caching ហ្នឹងវានឹងចាប់ផ្ដើមធ្វើការ render cache ហ្នឹងឲ្យយើងហើយដោយវាមាន line ពីរមានក្រហមហើយនិងពណ៌ខៀវណាបន្ទាប់ពីអា line ពណ៌ខៀវវាដើរពេញនៅលើ line ពណ៌ក្រហមរបស់យើងនៅលើ timeline ហ្នឹងអ្នកគ្នា playback ទៅគឺវា smooth វិញហើយប៉ុន្តែវាមានគុណវិបត្តិរបស់វាដែរនៅពេលអ្នកគ្នាធ្វើការ move ទៅលើ project ឬក៏យើង clear ទៅលើ render cache របស់យើងហ្នឹង DaVinci គឺវានឹង re-render cache ហ្នឹងឡើងមកវិញដែលជាមូលហេតុរំខានដល់ការ playback របស់យើងមែនតើអញ្ចឹងកន្លែងនេះបើសិនអ្នកគ្នាចង់ playback ឲ្យវា smooth permanently មានថាឲ្យវា smooth ជាអចិន្ត្រៃយ៍ហ្មងទោះបីជាយើង move ទៅលើ project ឬក៏យើង clear ទៅលើ render cache របស់យើងក៏យើង play មកវា smooth ធម្មតាដែរវាអត់ដូចជាមួយនឹងការ render cache ជាមួយនឹង smart caching ហ្នឹងទេតោះអញ្ចឹងដើម្បីធ្វើអញ្ចឹងបានអ្នកគ្នាចូលមកជំរើសទី2របស់យើងមកអ្នកគ្នាគ្រាន់តែ mouse ស្ដាំនៅលើ footage របស់យើងបន្តមកទៀតអ្នកគ្នាមកមើលកន្លែងពាក្យថា render in place ចុចលើវាមួយមកអញ្ចឹងនៅកន្លែងនេះអ្នកគ្នាអាចធ្វើការដាក់ឈ្មោះវាមកខ្ញុំដាក់ថា face director អញ្ចឹងមកបន្តមកទៀតតាក់ទងនឹង format គឺយើងប្រើជាមួយនឹង QuickTime អ្វីដែលសំខាន់គឺតាក់ទងនឹង codec នេះអញ្ចឹង codec នេះខ្ញុំធ្លាប់បានបញ្យល់ហើយតាក់ទង professional editing workflow ដែលយើងបានរៀនជាមួយនឹង intermediate codec របស់យើងនឹងឯងអញ្ចឹងអ្នកគ្នាត្រូវចាំនៅពេលអ្នកគ្នាធ្វើការ render in place codec អ្នកគ្នាត្រូវប្រើមាន2ទី1គឺ Apple ProRes សម្រាប់ Mac ទី2គឺ DNX HR សម្រាប់អ្នកប្រើ Windows ណាអញ្ចឹងបើយើងប្រើ Mac យើងយក Apple ProRes មកបន្តមកទៀតនៅកន្លែង type នេះអ្នកគ្នាប្រើ ProRes 422XQ មកប៉ុន្តែសម្រាប់អ្នកប្រើ Windows វិញយើងយក bit DNX HR ហើយ type នេះអ្នកគ្នាដូរវាមក bit DNX HR XQ 12 bit នេះមកបន្តមកទៀតនៅកន្លែង add នេះ default របស់វាគឺវា load មក0 បែបនេះនៅកន្លែងនេះខ្ញុំបង្ហាញអំពី pro tip មួយបើសិនអ្នកគ្នាដឹងថា clip មួយហ្នឹងអ្នកគ្នាយកវាទៅ apply ជាមួយនឹង transition អ្នកគ្នាដាក់វា14ទៅ24 frame មកតាមល្បឿននៃ transition របស់យើងណាអញ្ចឹងកន្លែងហ្នឹងគឺវាតាក់ទងទៅនឹង extra invisible footage មានន័យថាអ្នកគ្នាអាចធ្វើការបន្ថែមជាមួយនឹង frame នៅលើ footage ហ្នឹងបានដើម្បីយើង apply ជាមួយនឹង transition របស់យើងហ្នឹងឯងអញ្ចឹងខ្ញុំយកវា14មកប៉ុន្តែបើសិនអ្នកគ្នាដឹងថាគោលដៅរបស់យើងអត់មាន apply transition ទេអ្នកគ្នាអត់ចាំបាច់ដាក់វាក៏បានដែរយើងដាក់វា0មកវិញមកពួកកន្លែងហ្នឹងបើសិនអ្នកគ្នាដាក់វា0ឧទាហរណ៍ footage របស់យើង1 second អញ្ចឹងនៅពេលដែលយើង render in place ទៅគឺវាមានតែ1 second ហ្នឹងទេអញ្ចឹងឧទាហរណ៍យើងត្រូវការ frame ដើម្បី apply ជាមួយនឹង transition គឺវាអត់មានទេអានេះជាមូលហេតុដែលខ្ញុំ recommend អ្នកគ្នាដាក់វាចន្លោះ14ទៅ24 frame ហ្នឹងឯងបន្តមកទៀតអ្នកគ្នាធ្វើការ tick 3ខាងលើមកមានថាវា include ទាំង video effect fusion composition ហើយនិង color grading effect អញ្ចឹងអ្នកគ្នាចុច render មកបន្តមកទៀតអ្នកគ្នាបង្កើត folder មួយដើម្បីយើងដាក់ជាមួយនឹង footage ដែលយើង render in place ហ្នឹងអញ្ចឹងអ្នកគ្នាធ្វើការចាំវាមកសន្ទុះមកអូខេអញ្ចឹងបន្ទាប់ពីវា render in place ហើយយើង play មកនេះគឺវា smooth មែនតើអញ្ចឹងអានេះវាមានចំណុចល្អច្រើនតាក់ទងទៅនឹង option ទី1នៅពេលដែលយើងប្រើជាមួយនឹង smart caching ណាដោយសារនេះវាជា permanently អញ្ចឹងទោះបីជាអ្នកគ្នាធ្វើការ clear render cache របស់យើងឬក៏យើង move project ឬក៏យើង move clip របស់យើងទៅកាន់ timeline អីក៏វាអត់ធ្វើការ re-render cache នឹងឡើងមកវិញដូចនៅពេលអ្នកគ្នាប្រើជាមួយនឹង smart caching ហ្នឹងទេអញ្ចឹង option មួយនេះគឺវាល្អច្រើនហើយខ្ញុំពិតជា recommend អ្នកគ្នាអាចប្រើវាទៅគ្រាន់តែថាយើងត្រូវការ space storage របស់យើងដើម្បី flash ជាមួយនឹង footage ដែលយើង render cache ហ្នឹងណាអូខេអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះមានប៉ុណ្ណឹងបើអ្នកគ្នាមានចង្អល់អីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយយើងជួបគ្នានៅវីដេអូក្រោយ